ចិញ្ចឹមមាន់បានប្រមាណក្បាលដែរប៉ុន្តែមានមួយក្បាលមួយនេះគឺខូចជាងគេតែម្ដងបងប្អូនអ្នកគ្នាអាចមើលបានថាគេគ្រប់គ្នានៅក្នុងទ្រុងទាំងអស់ប៉ុន្តែគាត់នេះវិញគឺមិនដឹងថារសជាតិនៅក្នុងទ្រុងនឹងយ៉ាងម៉េចទេនិយាយពីមួយហ្នឹងយប់ឡើងយើងចាប់ដាក់ទ្រុងមិនក៏ដោយព្រឹកឡើងគឺដឹងតែចេញក្រៅទ្រុងហើយនិយាយទៅគឺខូចខ្លាំងមែនទែនហើយយើងនេះចាប់ដាក់រាល់ថ្ងៃហើយចេញក្រៅទ្រុងរាល់ថ្ងៃចឹកបន្លែចឹកអីយើងតែម្ដងថ្ងៃហ្នឹងដាក់តនកម្មធ្វើបាបបន្តិចបោះចំណីឲ្យតែអ្នកនៅក្នុងទ្រុងស៊ីទេចាំមើលនៅក្រៅនឹងអត់បោះទេហើយឲ្យឈោមមើលគេឲ្យឈឺចាប់បន្តិចមើលថាណែគេនៅក្នុងទ្រុងមានរបស់ស៊ីអត់បានស៊ីគេរត់ឆ្វែលទ្រុងហ្នឹងហើយឆ្វែលទ្រុងទៅមកនឹងចង់ចូលមកវិញប៉ុន្តែខ្ញុំខ្ជិលចាប់ខ្ញុំធ្វើមិនដឹងធ្វើមិនលឺធ្វើមិនឃើញទៅធ្វើបាបខ្លះឲ្យដឹងខ្លួនតែមិនដឹងថាដឹងខ្លួនអត់ទេនេះប៉ុន្តែបើសិនជាមិនចាប់ចូលទ្រុងវិញទេអ្នកដែលវេទនាហ្នឹងគឺម្ចាស់អ្នកដាំនឹងឯងព្រោះអីអាប៉ែនឹងនៅក្រៅហើយគឺគ្មានក្តីសុខទេសម្រាប់ដំណាំនឹងគឺវាឆាឆៅចឹកស៊ីពេញតែនឹងឯងឥឡូវហ្នឹងសេរីអាប៉ែនឹងចូលទ្រុងហើយយើងមកធ្វើការងាររបស់យើងបន្តទៀតហើយការងារដែលត្រូវធ្វើហ្នឹងគឺសំខាន់បំផុតសម្រាប់ការដាំដុះហើយព្រោះអីតកតងទៅនឹងការងារនេះបើសិនបើយើងអត់ធ្វើវាទេដំណាំរបស់យើងគ្មានថ្ងៃបានផលទេនិយាយទៅការដែលយើងស្រោចទឹកនេះគឺសំខាន់បំផុតតែម្ដងសម្រាប់រុក្ខជាតិការស្រោចទឹករបស់ខ្ញុំគឺខ្ញុំស្រោចរយៈពេល2ដងក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលល្ងាចប្រសិនបើមានភ្លៀងគឺយើងអត់ចាំបាច់ស្រោចទេតែបើសិនជាអត់ភ្លៀងដាច់ខាតគឺត្រូវតែស្រោចហើយការដែលយើងស្រោចទឹកបានគ្រប់គ្រាន់ទៅលើដំណាំរបស់យើងវាធ្វើឲ្យដំណាំរបស់យើងលូតលាស់ល្អពេលខ្លះមានបងប្អូនគាត់ចូលខមមិននៅក្នុងវីដេអូរបស់ខ្ញុំថាចេះត្រប់ទុយទឿសោះឲ្យផ្លែម្លេះផ្លែឡើងដល់ដីអីចឹងណាតាំងក៏ប៉ុន្តែការដាំនេះគឺលក្ខណៈធម្មជាតិទាំងអស់អត់មានបានប្រើជីប្រើអីទាំងអស់ប៉ុន្តែគឺយើងផ្ដោតសំខាន់ទៅលើទឹកនឹងឯងកាលណាទឹកគ្រប់គ្រាន់ដំណាំក៏លូតលាស់បានល្អដូចគ្នាដែរដោយសារតែការដាំដុះរបស់ខ្ញុំគឺខ្ញុំប្រមូលផលតាមដំណាក់មានន័យថាដំណាំណាដែលទទួលបានផលមុនគឺយើងកាត់ចាបបេះបន្តបន្ទាប់អញ្ចឹងទៅអញ្ចឹងហើយធ្វើឲ្យដីរបស់យើងនឹងចាប់ផ្ដើមទំនេរខ្លះហើយដែលយើងអាចឆ្លៀតឆ្លូក្នុងការដាំដំណាំបន្តបន្ទាប់បានអញ្ចឹងហើយបន្ទាប់ពីខ្ញុំស្រោចទឹកស្រោចអីហើយបន្តិចទៀតខ្ញុំនឹងរៀបចំថែមដីថែមអីដើម្បីនឹងត្រៀមដាំដំណាំបន្តបន្ទាប់ទៀតនេះគឺជារុក្ខជាតិដែលខ្ញុំចាដាំនៅនឹងផ្ទះមានផ្កាមានអីផ្សេងអញ្ចឹងទៅបន្ទាប់ពីយើងស្រោចទឹកហើយមើលមកឡើងស្រស់ប្រឹមតែម្ដងមើលទៅមានអារម្មណ៍ថាត្រជាក់ចិត្តណាហើយស្រឡះដោយសារតែកត្តាអស់ហ្នឹងហើយដែលជំរុញទឹកចិត្តខ្ញុំឲ្យខ្ញុំមានអារម្មណ៍ថាចង់ដាំទី1គឺស្អាតទី2គឺទទួលបានផលក្នុងការញ៉ាំហើយជាពិសេសទៀតនោះគឺយើងដឹងប្រភពនៃបន្លែរបស់យើងហ្នឹងគឺយើងអត់មានអារម្មណ៍ថាខ្លាចក្នុងការញ៉ាំទេហើយថ្ងៃហ្នឹងដែរគឺខ្ញុំបន្ថែមដីទៀតហើយដោយសារដីនៅពេលដែលយើងដាំវាយូរទៅមានអារម្មណ៍ថាដីរបស់យើងចាប់ផ្ដើមស្រុតចុះក្រោមអញ្ចឹងយើងថែមដីតិចតួចទៀតដើម្បីនឹងត្រៀមដាំដំណាំបន្តបន្ទាប់វីដេអូរបស់យើងមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់ជម្រាបលា